តាំងពីតូចមកបងដែលចង់បើកហាងកាហ្វេនិយាយពីបាត់ជីកកាលហ្នឹងយើងអត់មាន set បាត់ជីកទេចាប់ផ្ដើមដំបូងយើងអត់ដឹងស្អីគេហៅបាត់ជីកប៉ុណ្ណឹងគេនៅមុខ counter ហ្មងក្រែកាទេលដាក់ខ្នើយហើយដល់ពេលយប់ឡើងកដាត្រៀតពេលយើងភ្ញាក់ទៅបត់ជាងតូចពេលហ្នឹងគឺអារម្មណ៍វាបងគិតថាបើ Brown យើងបើកឥឡូវពីថ្មីថ្មោងតែម្ដង compared to យើងបើកពីមុនមកតើ would it stand a chance in this market as a cafe ចំពោះ Brown ទាំងអស់ខ្ញុំឮគេនិយាយថាខាងបងអត់ franchise ទេបងកាន់ store ទាំងអស់មែនបងតែបងខ្ញុំក៏ drop out ដែររៀនកាំង computer science តែរៀនមក2ឆ្នាំខ្ញុំមកខ្មែរវិញខ្ញុំចង់បន្តតែដល់ពេលចូលរៀនលែងចូលទេស្ដាប់ខ្លះទៅអត់ស្ដាប់ខ្លះទៅគឺមានកំហុសច្រើនដែរមែនតើអត់ទេតែហ្នឹងគេហៅថាក្មេងឈាមរាវសួស្តីអ្នកទាំងអស់ស្វាគមន៍មកកាន់ KTV Podcast episode 3 ថ្ងៃនេះគឺខ្ញុំមកជាមួយនឹង Brown CEO បងឈួង which is a very special guest and today we're at Dawn Cafe. They sponsored this entire podcast space and also shout out to Kang Ling King that got sponsor the equipment, the lighting and also the recording device នៅក្នុង episode podcast នេះ so yeah I think we're going to start off with a quick introduction ជាមួយនឹងបងឈួង so បងឈួងបងអាចប្រាប់ពី a little bit about yourself and what you've done in the past few years ជំរាបសួរខ្ញុំបាទឈ្មោះលីវឈួងជាអគ្គនាយក Brown Coffee ថ្ងៃនេះសូមអរគុណនៃផូនអរគុណបងប្រុសដែលបានអញ្ជើញលោកខ្ញុំបានមកចូលរួមនៅក្នុង podcast របស់ពួកគាត់នេះជាលើកទី2របស់ខ្ញុំអូខេអញ្ចឹងខ្ញុំសុំសួរបងតិចតាំងពីតូចមកបងដែលចង់បើកហាងកាហ្វេតាំងពីទូចអត់ផងនិយាយទៅយើងខ្ញុំតាំងពីទូចគ្រាន់តែមានក្តីសម័យមួយថាចង់រកស៊ីបាទតែអត់មានគិតថាចង់រកស៊ីអីគេទេគ្រាន់តែចង់បើកក្រុមហ៊ុនមួយខ្លួនឯងមានមុខរបរមួយខ្លួនឯងអញ្ចឹងណាជាខ្ញុំគិតថាកំណត់របស់ហាងកាហ្វេនោះវាអត់ដែលដកជាប់យើងតាំងពីទូចមកទេអញ្ចឹងក្តីសម័យយើងគឺធ្វើម៉េចចង់ឲ្យយើងអាចមានសេរីភាពអាចមានអាជីវកម្មមួយផ្ទាល់ខ្លួនអូខេប៉ុន្តែ Brown ជាអាជីវកម្មដំបូងដែលថាបងចាប់ដើមឬក៏មានអីគេផ្សេងមុន Brown ទៀតចំពោះអាជីវកម្មគឺខ្ញុំចាប់ដើម Brown មុនគេតែខ្ញុំធ្លាប់ធ្វើនេះនោះដែរមិនថាអត់ទេចង់យកអំពូភ្លើងមកលក់គ្រឿងសំណង់បាទព្រោះកាលហ្នឹងនៅពីក្មេងយើងចេះតែឃើញគេធ្វើអីគេល្អយើងចេះតែចង់ធ្វើទៅតាមធ្លាប់អ៊ីមែលទៅខាងក្រុមហ៊ុនចិនមួយចំនួនទិញអំពូទិញអីគាត់មកដែរតែយើងអត់បានធ្វើទេគ្រាន់តែសួរព័ត៌មានពីពួកគាត់អញ្ចឹងណាដោយសារកាលហ្នឹងយើងក៏អត់មានដើមទុននៃធ្វើដែរអញ្ចឹងហើយយើងអត់បានធ្វើអាជីវកម្មយើងចូលធ្វើការងារសិនទៅអញ្ចឹងមុននឹងខ្ញុំក៏អត់មានចូលមហាវិទ្យាល័យរៀនដែរដោយសារខ្លួនផ្ទាល់សូវចូលចិត្តរៀនផងចង់អនុវត្តអីផ្ទាល់អញ្ចឹងខ្ញុំសម្រេចចិត្តទាំងឈប់រៀនហ្មងទៅហើយចូលធ្វើការជាមួយនឹងខាងពូគាត់បើកក្រុមហ៊ុនសំណង់អញ្ចឹងគិតថាខ្លួនឯងចូលចិត្ត design ផងចូលចិត្ត construction ផងក៏សម្រេចចិត្តថាចូលធ្វើការនៅនឹងហ្មងទៅអញ្ចឹងធ្វើការនឹងបាន 4-5 ឆ្នាំដែរកាលហ្នឹងតែតាំងពីដើមបងរៀនទី12ចប់បងចូល uni អត់ឬក៏អត់ទេបងទេចូល uni ប្រហែលបាន 3-4 ខែអញ្ចឹងធ្លាប់រៀនខាងរៀននៅសាលា design interior design មួយរៀននៅ IFL យើងមួយអញ្ចឹងបាន 3-4 ខែគិតថាវាមិនមែនជាកន្លែង not belong to me បាទអញ្ចឹងក៏សម្រេចចិត្តថាព្រោះកាលហ្នឹងអាយុយើងចំណាស់ដែរបាទអញ្ចឹងគិតថាយើងចំណាយពេល 4-5 ឆ្នាំនៅមហាវិទ្យាល័យទៀតតែអាចភ័យក្រាស់បាត់ហើយអញ្ចឹងគិតមកថារៀនចប់មហាវិទ្យាល័យគួរធ្វើអីទៀតចេញរកស៊ីដដែលអញ្ចឹង why not ឈប់ហ្មងទៅឲ្យចាប់ផ្ដើមចេញធ្វើការហ្មងទៅហើយមួយទៀតសួរខ្លួនឯងព្រោះពេលកាន់ហ្នឹងពេលចូលសាលារៀនមានអារម្មណ៍ថាគ្រូដូចបរិញ្ញាបត្រយឺតបាទដូចសភៅវាសភៅធម្មតា100-200 page អញ្ចឹងយើងដោយសារគាត់មាន schedule program របស់ពួកគាត់អីចឹងគាត់ទៅបរិញ្ញាយើង3 ខែ 4 ខែអញ្ចឹងណាបាទអញ្ចឹងបរិញ្ញាឲ្យយើងធ្វើ reflection ធ្វើ summary អីទៅដែរ what if ខ្ញុំគិតថាយកមកអានខ្លួនឯងទៅបាទវាអាចលឿនជាងអត់ព្រោះជំនាន់យើងនឹងធ្វើតែអ៊ីនធឺណិតវាអត់សូវទូលំទូលាយមែនតែក៏យើងអាចធ្វើ research យើងធ្វើ self learn អីខ្លួនឯងបានដែរអញ្ចឹងក៏គិតថាចេញមករកស៊ីប្រហែលជាអ្វីដែលយើងរៀននៅសាលាហ្នឹងវាអាច apply បន្តិចផងនេះគ្រាន់ជាការគិតរបស់ខ្ញុំអត់ encourage ឲ្យក្មេងទាំងអស់គឺអ្នកជំនាន់ក្រោយគាត់ធ្វើអញ្ចឹងដែរគ្រាន់តែខ្ញុំគិតថាវាអត់ស័ក្តិសមមួយខ្ញុំក៏ខ្ញុំនិស័យបាទបញ្ចប់តាមហ្នឹងទៅតែថាបងខ្ញុំក៏ drop out ដែររៀនកាំង computer science បងតែរៀនមក2ឆ្នាំហើយខ្ញុំមកខ្មែរវិញខ្ញុំចង់បន្តតែដល់ពេល
ចូលរៀនឡើងចូលហើយ ដូចគ្នាទៅយើងប្រហែលជាតែបើយើងអត់ចូលចិត្តយើងបខំខ្លួនឯងទៅទៀតទោះយើងរៀនចប់ក៏យើងនៅតែអត់ដឹងថាយើងចង់បានអីគេចង់ធ្វើអីចឹងណា បាទ និយាយទៅចូលសាលាវាជាផ្នែកមួយនៃការសិក្សាការអប់រំរបស់យើងអាហ្នឹងខ្ញុំគិតថាវាផ្នែកសំខាន់ហើយសំខាន់មួយទៀតបើយើងអាចចេញមកគេឲ្យយើង self learn យើង continue to learn បន្តទៀតខ្ញុំគិតថាបើយើងចង់រៀនខាងពេទ្យទេអាហ្នឹងខ្ញុំយើងដឹងតែត្រូវចូលទៅហ្នឹងតែបើថារៀនផ្នែកខ្លះខ្ញុំគិតថាសាលាអាចជាផ្នែកមួយតែយើងចេញមកអនុវត្តផ្ទាល់ក៏វាជាផ្នែកមួយល្អដែរដើម្បីយើងចាប់យកចំណេះដឹងនឹងបន្តទៀតចឹងណា ប៉ុន្តែបងហងៃហ្នឹងគឺបងដែល apply អ្វីដែលថាបង learn ពី interior ហ្នឹងមកដល់ខ្សែខា brown ដល់លើឬក៏អត់ទៅទេ កាលមុនដោយសារខ្ញុំចូលចិត្តចឹងពេលពេលរៀនមិនឆ្នាំទី1ពេលយើងចូលទៅសាលាតាំងពីមុនអត់ដូចឥឡូវទេបាទចឹងចូលទៅដំបូងគាត់ឲ្យយើងរៀនសារឡើងវិញអស់ដូចគណិតរូបវិទ្យាឬភាសាខ្មែរឆ្នាំទី1ហើយតមកគាត់មានភ្ជាប់ជាមួយនឹង program ឲ្យយើងគូសរូបមួយចំនួនចឹងខ្ញុំចូលទៅមួយឆ្នាំហ្នឹងខ្ញុំ feel ថា skip អាហ្នឹងហ្មងបានអត់តែចូលទៅរៀន interior រៀនពីទ្រឹស្ដីរបស់វាផ្ទាល់ហ្មងបានអត់គាត់ថាអត់បានចឹងគាត់ថាចំណាយពេលទៀតហើយចឹងនិយាយដូចថាយើងអាយុរៀងច្រើនហើយយើងគិតថាចំណាយពេលរហូតទៅរៀនអីគេយើងធ្លាប់រៀនហើយសារឡើងវិញចឹងហើយគិតថា cut off ចឹងទៅតែទោះយើងឈប់អាហ្នឹងមែនប៉ិតតែពេលយើងចូលធ្វើការសំណងយើងនៅតែមើលសភៅចឹងយើងមើលសភៅពី interior យើងមើលសភៅខ្លះពីរឿង psychology រឿង space design ចូលចិត្តមើលរូបគេស្អាតៗហ៎តែសារយើងចូលចិត្តចឹងដល់ពេលយើងមើលហើយអាហ្នឹងវាដូចយើងធ្វើការសំឡងហើយយើងមើលអាហ្នឹងផងវាដូចយើងពំនាំមកចំណេះហ្នឹងមកដល់ពេលដែលយើងបើកហាងកាហ្វេក៏ពិតយើងអត់គិតថាយើងបើកហាងកាហ្វេក៏ហ្នឹងគិតថា maybe យើងអាចបើកក្រុមហ៊ុន interior design ឲ្យខ្លួនឯងអញ្ចឹងដែរតែដល់ពេលបើកហាងកាហ្វេទៅស្រាប់អាចពេលធ្វើសំឡងក៏យើងអាចយកចំណេះហ្នឹងមកប្រើពេលធ្វើ interior ក៏យើងអាចយកចំណេះដែលយើងមើលសភៅមើលអីហ្នឹងយកមកប្រើអញ្ចឹងអនុវត្តផ្ទាល់នៅទីតាំងហ្នឹងហ្មងអញ្ចឹងយើងអាចឃើញហើយមាន team មាន partner ខ្ញុំម្នាក់ក៏គាត់រៀនចប់ពីខាងសាលាអាមេរិកមកគាត់មានរៀនផងអញ្ចឹងគាត់ក៏ធ្វើ interior ទៅខ្ញុំចូលនៅក្រោយហ្នឹងសហការមួយគាត់ទៅដើម្បី create ហាងរបស់យើងលើកទី1ហ្នឹងចុះបងគិតថាសម្រាប់ហាងកាហ្វេ interior space ហើយនឹងការ design ហ្នឹង how important is it សំខាន់ខ្លាំងខ្ញុំគិតថាកាហ្វេមួយនឹងទីតាំងរបស់កាហ្វេខ្ញុំគិតថាបើឧទាហរណ៍ថា space របស់យើង design អត់ល្អទេខ្ញុំគិតថាអ្នកដែលគាត់ចង់ spend time អង្គុយនៅហ្នឹងខ្ញុំគិតថាវាអត់អត្ថន័យអញ្ចឹងចំពោះខ្ញុំគិតថា space design របស់ហាងកាហ្វេវាដូចជាការកដរអារម្មណ៍របស់ភ្ញៀវបន្ថែមទៀតអញ្ចឹងបើ space ហ្នឹងយើងធ្វើទៅបានល្អអ្នកដែលគាត់អង្គុយហ្នឹងគាត់នឹង feel connected feel more comfortable ជាង space មួយដែល design អត់បានល្អអញ្ចឹងបើចំពោះ Brown ពួកយើង always give និយាយទៅគឺ give priority ទៅ space design ហ្មងដើម្បីឲ្យថាធ្វើម៉េចមនុស្សដែលមក interact មានការផ្សាយតាក់ទងជាមួយនឹងទីតាំងរបស់យើងគាត់អាច feel connection មួយថា space ហ្នឹងវា belong មកយើងខ្លួនឯងវាមានអត្តសញ្ញាណខ្មែររបស់យើងផងវាមានអត្តសញ្ញាណរបស់ខ្ញុំផងនៅខាងក្នុងពិតដឹងមិនដឹងយើងចូលចិត្ត space អីគេមួយដូចខាង design space នេះអញ្ចឹងប្រកាសជាបង្ហាញពីអត្តសញ្ញាណបុគ្គលរបស់យើងខ្លួនឯងដែលខ្ញុំចូលចិត្ត green space ខ្ញុំ set up ទីតាំងកន្លែងហ្នឹងអញ្ចឹងក៏ពិតអាហ្នឹងវានៅក្នុង subconscious របស់យើងអត់ដឹងតែនៅពេលដែលអ្នក designer ពួកយើង put focus នៅក្នុង space របស់យើងគឺយើង really put focus លើថាតើ space មួយហ្នឹងវានឹងជួយវានឹង interact ជាមួយនឹងមនុស្សដែលគាត់ spend time នៅខាងក្នុងហ្នឹងដោយរបៀបម៉េចមិនមែនថាហាងកាហ្វេមួយ design ឲ្យតែមានតុអីមានម៉ាស៊ីនកាហ្វេហ្នឹងទៅយើងគិតថាអាហ្នឹងជា good space design ទេបាទចុះពេលបង design first store របស់បង like were you satisfied with the overall space design were there any budget issues នៅពេលដំបូងឡើយបងនិយាយពី budget អាហ្នឹងយើងអត់មាន set budget ទេចាប់ផ្ដើមដំបូងយើងអត់ដឹងស្អីគេហៅ budget ប៉ុណ្ណឹងដូចថាខ្ញុំគិតថាពួកយើងឥឡូវហ្នឹងប្រហែលជាយល់ពីរឿង business plan នេះច្រើនជាងពួកខ្ញុំតាំងពីមុនទៀតពួកខ្ញុំមិនដែរធ្វើ we don't do business ពួកខ្ញុំមិនដែរធ្វើយើងក៏ពិតអត់មានដែរធ្វើហ្មងលើដូចថាត្រូវមាន business planning ត្រូវមានអីចឹង proper ដូចថាធ្វើតិចតួច market research អីចឹងមានទេថាសួរថាយើងមាន set budget អត់មានទេបាទដូចថាចង់ថាធ្វើប្រហែលឆ្នាំហើយធ្វើអស់លុយប្រហែលក៏អត់មានដែរកំណត់ទេអញ្ចឹងថាលើស budget ក៏អត់ដឹងហ្មង
តែថាសួរថា certify មួយ space ហ្នឹងអត់គាត់ថា certify ព្រោះខ្ញុំនៅចាំអារម្មណ៍ពេលយប់ទី1មុនបើកតែយើងខ្ញុំទៅគេងនៅហាងហ្នឹងជាមួយនឹងខាងសហស្ថាបនិកខ្ញុំ3នាក់កាលហ្នឹង3 4នាក់អញ្ចឹងពេលគេងនៅមុខ counter ហ្មងក្រៅកាទេលគេដាក់ខ្នើយហើយដល់ពេលយប់ឡើងកដាត្រៀតពេលយើងភ្ញាក់ទៅបត់ជាងតូច បាទ អញ្ចឹងពេលយើងដើរ cross អា corridor មួយដែលយើង design មាន column ហើយថ្ងៃព្រះអាទិត្យព្រះច័ន្ទគាត់ចាំងចូលពេលហ្នឹងគឺអារម្មណ៍វាដូចថាវាស្ងប់ស្ងាត់ បាទ វា comfortable វាស្រួលមែនតើហើយពេលកដាយប់ទៀតហ៎ បាទ ខ្ញុំគិតថាអារម្មណ៍មួយហ្នឹងគឺជាអារម្មណ៍មួយដែលខ្ញុំចាំអត់បាត់ដល់ឥឡូវក៏នៅតែចាំអារម្មណ៍មួយហ្នឹងដែរ បាទ ប៉ុន្តែពេលហ្នឹងកាត់អីបាន sleep over ទាំងអស់គ្នានៅហាង Hyde Park អីបងដោយសារគ្រាន់តែចង់ test space ឬក៏ ដោយសារស្អែកយប់ហ្នឹងយើងកាន់ហ្នឹងយ៉ាព្រោះស្អែកយើងត្រូវបើក ណែ បាទ ខ្ញុំគិតថាមិនយប់មុនយើងបើកឯងមុនយើងបើក2ថ្ងៃ បាទ អញ្ចឹងចង់ថា spend time together អញ្ចឹងណា អ នៅក្មេងៗអត់តមានគ្រួសារ បាទ អញ្ចឹង spend time together គេងនៅខាងក្នុងហ្នឹងទៅព្រោះដូចយើងនៅក្មេងគេងតែមួយ បាទ ណែ មួយអីហ្នឹង sleep over ទៅ sleep over ដែរតែ sleep over នៅក្នុងហាងកាហ្វេអញ្ចឹងណា បាទ តែតាំងពីពេលហ្នឹងមកដល់ឥឡូវខាង Brown សាខាដំបូងហ្នឹងបងដែរ redesign វាអត់ឬក៏ keep it the same យកមក និយាយទៅឥឡូវយើង keep វានៅដដែល design នេះដដែលទាំងអស់ ហ្នឹងហើយ design នៅដដែលទាំងអស់furniture ភាគច្រើនក៏នៅដដែលដែរអញ្ចឹងខ្ញុំចង់ keep អាហ្នឹងយើង repaint យើងលាបពណ៌លាបអីឡើងវិញដែរតែខ្ញុំអត់ឲ្យកែរចនាបថវាភាសាវាជា memory មួយខ្ញុំគិតថារកកន្លែងផ្សេងទៀតអត់បាន បាទ អញ្ចឹងពេលខ្លះខ្ញុំមានពេលទៅនេះទៅអង្គុយនៅហ្នឹង ហ៎ កន្លែងយើងកកើតលើកទី1អញ្ចឹង បាទ ហើយវាមានការចងចាំអនុស្សាវរីយ៍ច្រើននៅហ្នឹងធ្លាប់គេងនៅសាឡុង បាទ គេងនៅផ្ទះបាយក៏មាន បាទ គេងនៅលើក៏មាននិយាយទៅគឺគ្រប់កន្លែង ហើយកន្លែងនៅក្នុងហ្នឹងមាន bakery មានតែកន្លែងដុតនំអីនៅក្នុងហ្នឹងដែរទៅអត់បង កន្លែងដុតនំក៏មុនមាននៅហ្នឹងតែដល់ពេលពេលយើងបើកប្រហែលបានមក2-3 ខែដោយសារមានភ្ញៀវច្រើនពេកក៏យើងរុញ bakery ទៅខាងក្រោយតែទីតាំង bakery ក៏ពិតក៏យើងនៅហ្នឹងដែរតែយើងរើចេញបានហើយសល់ space នៅហ្នឹងអញ្ចឹង ចុះបងអាចជួយប្រាប់បានទេថា day in the life of a Brown CEO តើវាមិនដែរឥឡូវហ្នឹង compared to តាំងពីពេលបង start ដំបូង is it the same intensity is it the same drive there or តើយើងមានការផ្លាស់ប្ដូរមិនខ្លះឬក៏ការយល់ដឹងមិនខ្លះផ្សេងពីឥឡូវ and ពីមុន ខ្ញុំគិតថាបើនិយាយពីឥឡូវមួយពីមុនអារម្មណ៍ខុសគ្នាពីយើងមានហាងតែមួយមកដល់ឥឡូវយើងមាន45កន្លែង and still counting បុគ្គលិកធ្លាប់មានតែ7-8 នាក់ទាំងខ្ញុំមួយនឹងសហស្ថាបនិករបស់ខ្ញុំមួយឥឡូវ1000នាក់ ភូ អញ្ចឹង cheese បើនិយាយថាតាំងពីមុនយើងបើកហាងតែមួយយើងគិតថាអូខេបើធ្វើហាងហ្នឹងយើងដឹងតែយើងអត់ដែរគិតថាចង់ធ្វើទៅប្រាជ័យយើងបិទនេះអញ្ចឹងណាយើងអត់ដែរគិតអញ្ចឹងទេតែអាសម្ពាធអ្វីដែលយើងគិតហ្នឹងគិតតែមួយធ្វើមិនឲ្យមានភ្ញៀវដែរបានល្អអញ្ចឹងយើងអត់មានទៅគិត process គិតអីច្រើនទេក៏នឹងមានសហតាបនិកខ្ញុំគាត់ជួយ work ខាង office ទៅខ្ញុំ on product innovation អញ្ចឹងតែឥឡូវយើងមកប្រៀបធៀបឥឡូវការងារយើងគឺសម្ពាធក៏ច្រើនជាងមុនទំនោរក៏ត្រូវយើងក៏ធំជាងមុនដែរអញ្ចឹងវិញតែអ្វីដែលខ្ញុំគិតថាវាអាចនិយាយបានថាអ្វីដែលយើងឆ្លងកាត់កន្លងមកដល់ឥឡូវនេះវាឲ្យជាមេរៀនសំខាន់ច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំណាខ្ញុំគិតថាវាសរសៃលើថាតើព្រោះជីវិតយើងផ្លាស់ប្ដូរពីមួយដំណាក់ទៅមួយដំណាក់យើងត្រូវការផ្លាស់ប្ដូរខ្លួនឯងទាំងកាយទាំងចិត្ត បាទ ដើម្បីយើងអាចធៀមខ្លួនទៅប្រឈមមុខជាមួយនឹងបញ្ហាទាំងអស់ហ្នឹងទៀតអញ្ចឹងបើនិយាយថា intensity វាគ្រាន់តែមកជារូបរាងខុសគ្នាតែខ្ញុំគិតថាសម្ពាយហ្នឹងវាប្រហាក់ប្រហែលគ្នាតែសំខាន់យើងខ្លួនឯងអាច
rập rong force នឹងបានប៉ុណ្ណាអញ្ចឹងបើខ្ញុំថាពី let's say ថាយើងពីរៀនមួយពេលយើងមានគ្រួសារអញ្ចឹងខ្ញុំគិតថារៀនក៏ពិតយើងក៏មានសម្ពាធរៀនរបស់យើងដែរគាត់វាសម្ពាធរៀនតែវាមានគ្រួសារយើងអត់មានរៀនទេយើងមានចូលសាលាយើងអត់ត្រូវធ្វើ assignment ទេតែយើងត្រូវ handle សម្ពាធរបស់គ្រួសារយើងមាន responsibility របស់ខាងគ្រួសាររបស់យើងខ្ញុំសួរថាសម្ពាធហ្នឹងវាធ្ងន់វាស្រាលវាមិនតែបើយើងយកអារម្មណ៍របស់យើងទៅដាក់ខ្លួននៅពេលរៀនមួយពេលយើងមានគ្រួសារខ្ញុំគិតថាសម្ពាធហ្នឹងប្រហែលគ្នាគ្រាន់តែយើងមិនទាន់ផ្សំខ្លួនឯងជាមួយនឹងសម្ពាធហ្នឹងឲ្យយើងគិតថាសម្ពាធហ្នឹងចេះតែវាធំដូចខ្លាំងជាងអញនៅរៀនណាប៉ុន្តែ point in time ពេលយើងនៅរៀនសម្ពាធយើងគឺមានដូចគ្នាធ្វើ assignment late រៀនធ្លាក់រៀនអត់ជាប់ it's the same អត់មានអីខុសគ្នាអញ្ចឹងព្រោះការផ្លាស់ប្ដូរពីដំណាក់កាលមួយទៅដំណាក់កាលមួយខ្ញុំគិតថាផ្សំខ្លួនឯងទាំងកាយទាំងចិត្តវាសំខាន់ជាងអញ្ចឹងបើយើងផ្សំខ្លួនឯងបានយើងនឹងអាច handle សម្ពាធនឹងបានហើយ But would you prefer going back to like a pressure ពីជំនាន់មុន or do you like the pressure right now ខ្ញុំ more open to both option បើសួរខ្ញុំថាឲ្យខ្ញុំចាប់ផ្ដើមវាទៀតអត់ឥឡូវថាឲ្យខ្ញុំជប់រៀនទៅធ្វើវាទៅខ្ញុំនៅតែទៅធ្វើវាបាទអញ្ចឹងបើពីឥឡូវទៅសួរថាឧទាហរណ៍ថាថ្ងៃក្រោយទៅយើងអត់ដឹងថាប្រោនទៅជាក្រុមហ៊ុនវាមិនធំជានឹងទូជានឹងឬក៏អត់មានតែបើសួរថាឲ្យខ្ញុំបកមកធ្វើវិញឥឡូវក៏ត្រូវធ្វើខ្ញុំគិតថាជំរឿយើងអ្នករើខ្លួនឯងបាទអត់មានអ្នកបង្ខំយើងដឹងក៏ពិតពេលយើងរើជំរឿហ្នឹងយើងដឹងហើយថាជំរឿរកស៊ីមួយជំរឿធ្វើដុកទ័រវាដូចគ្នាអញ្ចឹងអ្នកគាត់រើយកដុកទ័រគាត់ដឹងថាដុកទ័រនោះយ៉ាងម៉េចជំរឿយករកស៊ីយើងនឹងដឹងហើយថារកស៊ីនឹងសម្ពាធវាយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើងជួបបញ្ហាវានៅតែធ្លាក់មកយើងខ្លួនឯងទៅដែរថាជំរឿយើងអ្នក make a decision ហ្នឹងអញ្ចឹងកុំទៅស្ដាយក្រោយសុខចិត្តថាធ្វើម៉េចដើម្បីអាចឆ្លងផុតអាហ្នឹងឲ្យបានព្រោះជំរឿដែលយើងរើហ្នឹងវានឹងអាចល្អចំពោះយើងបើសិនតែយើងអាចឆ្លងផុតវាបានហើយយើងផ្សំមួយវាបានលើការកែប្រែយើងខ្លួនឯងបងដែរធ្លាប់ឮពាក្យមួយថា first movers advantage បងខ្ញុំធ្លាប់បងគិតថាបើ Brown យើងបើកឥឡូវពីថ្មីថ្មោងតែម្ដង compare to យើងបើកពីមុនមកតើ would it stand a chance in this market as a cafe ខ្ញុំគិតថាវាអាស្រ័យថាអ្នកដែលបើកនឹងអាយុប៉ុន្មានហើយគំនិតពួកគាត់ផ្នត់គំនិតពួកគាត់ពេលគិតនឹងតើក៏គិតតាមផ្លូវគេបាទព្រោះខ្ញុំគិតថាវាមិនមែនស្ថិតលើសម័យកាលព្រោះសម័យកាលរបស់ខ្ញុំតាំងពីមុនក៏មាន competition ដែរមិនអត់ទេហើយ market ទូជាងឥឡូវច្រើនបាទអញ្ចឹងឥឡូវបើយើង compare market size ក៏មុនទូជាងឥឡូវ let's say ថា20-30 ដងចុះអញ្ចឹង competition មានតែប៉ុណ្្នឹងអញ្ចឹងវាយើងប្រៀបធៀប ratio វាគឺប្រហែលគ្នាតែអញ្ចឹងបើយើងមើលមកឥឡូវ market size ធំតែ competition ច្រើនអញ្ចឹងឥឡូវបើឧទាហរណ៍ថាខ្ញុំគិតថាតែខ្ញុំអាចបើកនៅក្នុងពេលនេះអាចបើកជោគជ័យអត់ខ្ញុំគិតថាបើយើងយកទស្សនៈការគិតត្រឹមត្រូវវិធីសាស្ត្រយើងធ្វើត្រូវខ្ញុំគិតថាអាចហើយខ្ញុំគិតថា opportunity អាចធំជាងពីមុនទៀតព្រោះឥឡូវយើងអត់ចាំបាច់ទៅពឹងលុយម៉ាក់ប៉ាក៏យើងអាចរក fund មកធ្វើបានកាលមុនខ្ញុំត្រូវការទិញម៉ាស៊ីនកាហ្វេពីស្រុកគេឥឡូវនៅស្រុកខ្មែរអាច provide យើងបានទាំងអស់បើយើងគិតថាយើងទិញគ្រឿងលម្អ furniture តាំងពីមុនគឺរកទិញអត់បានទេនៅស្រុកយើងតែឥឡូវទិញបានទាំងអស់ហើយក៏និយាយពីការទិញ tool ពីថៅប៉ាវិញ online វិញ so simple ស្រួលជាងពួកខ្ញុំធ្វើតាំងពីមុនទៀតអញ្ចឹងឥឡូវយើងសួរថាបើវាស្រួលទាំងអស់អញ្ចឹងគឺទាំងអស់គ្នាគឺអាចធ្វើបានទៅហើយអញ្ចឹងវាស្ថិតលើតែមួយគឺតាណាគេមានសមត្ថភាពអាចចាប់ផ្ដើមអានឹងមួយច្នៃប្រឌិតអានឹងល្អជាងគេអញ្ចឹងបើយើងអាចច្នៃប្រឌិតជាមួយនឹងធ្វើវាបានល្អជាងគេខ្ញុំគិតថាឱកាសដែលយើងអាចជោគជ័យបានធំជាងគេ I want to know a quick question. It's like នៅពេលមុន Starbucks មកគឺបងអុកលុកមកស្រុកខ្មែរមកថតមកតែទៅពេលដែលពួកគាត់ចូលមកដល់បងមានជួបបញ្ហាអីខ្លះខ្ញុំគិតថា competition មិនមែនមានតែខាងគាត់មួយទេក៏ពិតមុនគាត់ចូលមកក៏មានហាងកាហ្វេផ្សេងចូលមកដែរអញ្ចឹងពេលចូលមកអញ្ចឹងដោយសារយើងជា local startup ហាងកាហ្វេគឺយើងចាប់ផ្ដើមបាទយឺតជាងពួកគាត់និយាយថាយើងកុំក្មេងគេមនុស្សចាស់គេមានបទពិសោធន៍គេមាន system គេមាន process អីហើយអញ្ចឹង
scale ដែលគេអាចធ្វើជាមួយ scale ដែលយើងអាចធ្វើគឺខុសគ្នាឆ្ងាយអញ្ចឹងពេលគាត់ចូលមកសួរថាយើងជួបបញ្ហាអីអត់ខ្ញុំគិតថាពេលបញ្ហាមានឱកាសក៏មានដែរខ្ញុំគិតថាពួកគាត់នឹងឲ្យអ្នកធ្វើឲ្យវិស័យកាហ្វេរបស់យើងវារីកអញ្ចឹងបើអត់ពួកគាត់នឹងសួរថាយើងបានរីកបំប៉ុណ្្នឹងអត់ខ្ញុំគិតថាទីផ្សារវាត្រូវការមាន player ច្រើននៅខាងក្នុងនោះដើម្បីធ្វើឲ្យវា hype ឡើងមកបាទអញ្ចឹងបើ player តិចនៅខាងក្នុងហ្នឹងខ្ញុំគិតថាទីផ្សារហ្នឹងអត់រីកធំបានទេព្រោះយើងតែមួយយើងអត់អាចផ្លាស់ប្ដូរវប្បធម៌ផ្លាស់ប្ដូររបៀបរស់នៅជា lifestyle របស់ប្រជាជនយើងទាំងអស់ហ្មងឯងអញ្ចឹងខ្ញុំគិតថាពេលពួកគាត់មកហ្នឹងវាផ្ដល់ឱកាសឲ្យយើងច្រើនហើយក៏យើងអាចឲ្យយើងដូចពួកគាត់ជាកញ្ចក់ឆ្លោះមកយើងខ្លួនឯងអញ្ចឹងតែស្អីគេដែលគេធ្វើបានល្អហើយស្អីគេដែលយើងធ្វើអត់បានល្អអញ្ចឹងខ្ញុំតែងតែយកទស្សនៈមួយទៅមើលអាហ្នឹងថាពួកគាត់មកវាជាឱកាសនៃយើងដើម្បីធ្វើការផ្លាស់ប្ដូរដែលយើងអាចពង្រឹងខ្លួនឯងយើងខ្លាំងជាងមុនមិនមែនគិតគេមកហ្នឹងគឺជាគូប្រកួតប្រជែងមកយើងថាបើម្នាក់ឯងរស់ខ្ញុំងាប់ម្នាក់ឯងងាប់ខ្ញុំរស់អញ្ចឹងបាទខ្ញុំគិតថាយើង maybe យើងអាច coexist នៅមួយគ្នាបាន we never know ហើយបើយើងមើលសន្លឹងមើលទីផ្សារហ្នឹងនៅខាងស្រុកក្រៅពិតជាក់ស្ដែងវាអញ្ចឹងមែនអត់មាន brand ហាងកាហ្វេមួយណាដែលវាឈរជើងនៅតែម្នាក់ឯងទេគឺมันអាចគាត់មាន market របស់គាត់ដែលត្រូវ target យើងមាន market ដែលយើងត្រូវ target អញ្ចឹងសំខាន់ហ្មងតើយើងរស់នៅមួយគេយើងខ្លាំងជាងគេនៅក្នុងចំណុចអីគេហើយយើងរៀនពីគេនៅក្នុងចំណុចអីគេចុះឥឡូវនៅពេលដែលថាបងមានបុគ្គលិករហូតដល់ 1000 នាក់អញ្ចឹង how do you structure the management ដើម្បីថាកុំឲ្យការងារវាទម្លាក់ទៅលើបងច្រើនពេកអានេះខ្ញុំអត់ចូល detail ទៅលើ structure យើងរចនាសម្ព័ន្ធខ្ញុំគិតថា team មួយក៏ពិតរងឯងគាត់មាន responsibility របស់គាត់អញ្ចឹងយើងមាន direct report មាន reporting line មាន structure តាម department មួយអញ្ចឹងជា role and responsibility របស់ខ្ញុំក៏ពិតខ្ញុំreally focus on ថាតើពួកគាត់ទាំងអស់យល់អាច collaborate ព្រោះខ្ញុំប្រកាន់ភ្ជាប់លើគុណតម្លៃមួយថាទាំងអស់គ្នាធ្វើការជា team ត្រូវចេះសហការចេះជួយ support គ្នាទៅវិញទៅមកដែល understand លើ common vision common purpose របស់យើងជាគោលដៅរួមរបស់យើងអញ្ចឹងអានឹង role របស់ខ្ញុំគិតថាគួរណាតែ focus ទៅបែបហ្នឹងវិញហើយតាមពួកគាត់អាច making decision បានពីច្រើនអញ្ចឹងអត់មានន័យថារាល់ decision នៅហាង customer feedback មួយក៏យកមកខ្ញុំរឿង HR ក៏យកមកខ្ញុំរឿង supply chain ក៏យកមកខ្ញុំរឿង production ក៏យកមកខ្ញុំទេអញ្ចឹងពួកគាត់អាច focus អាចមានសមត្ថភាព handle ការងារនឹងខ្លួនឯងពេលខ្លះត្រូវឲ្យខ្ញុំរំញោចថាអូខេពេលមានបញ្ហាត្រូវជួបខ្ញុំមិនដើម្បីយើងជួយដោះស្រាយគ្នាដើម្បីខ្ញុំអាច clear ឬក៏ making decision ឲ្យពួកគាត់អញ្ចឹងទៅកុំឲ្យពួកគាត់ដើរបច្ច្រាស់ទិសចាអាហ្នឹងគឺជាទូនាទីរបស់ខ្ញុំសប្តាហ៍ថ្ងៃហ្នឹងតែពេលខ្លះបង feel ថាបងឲ្យ control ទៅខាងគេច្រើនពេកទៅពេលខ្លះ do you think they would go a different direction ខ្លាំងពេកនៅពេលថាទោះបីយើងចូលមក support ក៏ដោយក៏យើងគាត់ថាវាពិបាកនៅពេលថា what if they shift towards a different direction too much ចាហ្នឹងវា depend លើពេលយើង delegate ទៅឲ្យបុគ្គលដែលយើងត្រូវ understand ថាបុគ្គលនឹងសមត្ថភាពគាត់បណ្ណារបៀបធ្វើការគាត់មិនអញ្ចឹងយើងអាច create ពួកយើងមាន create ជា working style មួយអញ្ចឹងព្រោះពេលយើងធ្វើ project អីមួយយើងត្រូវការឲ្យពួកគាត់មានរៀបចំ proposal kick off ជាមួយ team តាមទៅ align scope គ្នាតាមទៅ align timeline តាមទៅដើម្បីឲ្យយើង understand ថាគោលដៅយើងចង់បានអីគេ scope ការងារយើងនៅក្នុង project មួយនោះនឹង cover អីគេចាហ្នឹងវាជា foundation នៃយើងដឹងថា team ពេលគាត់ចាប់ផ្ដើមដំបូងហ្នឹងវា align vớiយើងអត់គាត់ដើរផ្លូវជាមួយយើងនៅបាទអញ្ចឹងបើឧទាហរណ៍ថាយើងចាប់ផ្ដើមអញ្ចឹងអា foundation មួយហ្នឹងវានឹងអាចប្រាប់យើងបានហើយថាអូខេភាគរយច្រើនហើយដែលគាត់នឹងដើរផ្លូវស្របទិសជាមួយនឹងយើងចង់ឲ្យគាត់ទៅហើយយើង agree គ្នាទៅអញ្ចឹងយើងអាចបង្កើតជា schedule មួយទៀតយើងអាច check in ជាមួយនឹង status update ជាមួយគាត់អញ្ចឹងបើសមត្ថភាពពួកគាត់ដូចថាខ្លាំងហើយគាត់បានធ្វើអានឹងច្រើនហើយ project ហ្នឹងគាត់ធ្វើ run ច្រើនដងហើយអញ្ចឹងយើងអាច check in មួយគាត់មួយខែម្ដងពីរអាទិត្យម្ដងអីចឹងទៅ half an hour or 1 hour អញ្ចឹងដល់ថាបើគាត់ជំនឿថ្មីអញ្ចឹងយើងអាចដំបូងយើង check in មួយគាត់រៀងញឹកញាប់តិចទៅមួយអាទិត្យម្ដងហើយយើង open communication ឲ្យគាត់មានបញ្ហាអីគាត់ reach out មកយើងបានជជែកគ្នាភាសាគ្នាគាត់មានអីគេត្រូវឲ្យយើង coach ឲ្យយើង guide គាត់តាក់ទងលើរឿង project management អីចឹងទៅឬក៏គាត់ពេលគាត់ធ្វើហ្នឹងគាត់មានឧបសគ្គឡើយណាលើរឿង communication between team មួយទៅ team មួយអញ្ចឹងយើងអាច coach គាត់យើងអាចជួយ facilitate គាត់បាន
cho nó biết là bong hire mà đông are there certain things that you look for in people that it's a must have before you recruit them សមត្ថភាពខ្ញុំគិតថាអានឹងជាគោលដៅនឹងខ្ញុំគិតថាជា strength ទី1ហើយសមត្ថភាពទី2គឺខ្ញុំចង់មើលថាគាត់មានការបដិញ្ញាចិត្តអត់មួយឧស្សាហ៍អត់ចឹងអ្វីដែលខ្ញុំ find out ថាពេលខ្លះសម្ភារមនុស្សដែលគាត់មានសមត្ថភាពខ្ពស់គាត់ tend to be និយាយទៅគិតដូចចង់ធ្វើការយ៉ាងស្រួលចឹងអត់ hands on ចឹងអ្វីដែលខ្ញុំព្រោះយើងជាទោះយើងបើកដល់សប្តាហ៍ថ្ងៃនេះខ្ញុំនៅ consider ថាខ្លួនឯងនៅមានរឿងការងារច្រើនដែលយើងត្រូវធ្វើយើងត្រូវការផ្លាស់ប្ដូរចឹងខ្ញុំអត់ដែលមានបទពិសោធន៍ធ្វើការនៅក្រុមហ៊ុនធំៗទេចឹងអ្នកដែលគាត់ចូលរួមមកធ្វើការមួយពួកយើងអ្វីដែលខ្ញុំ look into ថារកចំណុចពិសេសរបស់ពួកគាត់ហ្នឹងគឺថាធ្វើម៉េចគាត់ម្នាក់ហ្នឹងអាចធ្វើនៅលើក៏បានធ្វើនៅក្រោមក៏បានហើយត្រូវតែ detail oriented អាចបរៀនខ្ញុំអាចបរៀន team ដឹកដៃ team ដើម្បីអាចយល់ពីការងារហ្នឹងភាសាជាងគេគាត់គ្រាន់តែប្រាប់ជាទ្រឹស្ដីឲ្យច្អល់បង្ហាញឲ្យយើងទៅធ្វើឬឲ្យ team ទៅធ្វើព្រោះខ្ញុំគិតថា team ពេលខ្លះគាត់ត្រូវការនឹងដែរនៅក្នុងកលៈទេសៈមួយព្រោះមានរឿងច្រើនដែលយើងត្រូវការរៀបចំត្រូវការ build អញ្ចឹងបើថាគាត់មកគាត់ជាអ្នកតែបញ្ជាអត់មាន commitment អត់ hard work អត់ hands on ខ្ញុំគិតថានឹងខ្ញុំអត់អាចធ្វើការជាមួយបានចំពោះ Brown ទាំងអស់ខ្ញុំឮគេនិយាយថាខាងបងអត់ franchise ទេបងកាន់ store ទាំងអស់មែនបងបាទ Brown យើងរងថ្ងៃគឺយើង under យើងទាំងអស់គឺយើងអត់ទាន់មានធ្វើ franchise ទេ Is there a reason why like that you prefer not to franchise គិតថាខ្ញុំអត់ទាន់យល់ពីវាច្បាស់គិតថាបានខ្ញុំគិតថា franchise ក៏ពិត franchise វាឲ្យ opportunity ទៅយើងរៀងច្រើនសំខាន់ខ្ញុំចង់តែធ្វើអីខ្ញុំចង់យល់ពីវាឲ្យច្បាស់សិនខ្ញុំអត់ចង់ថាដើម្បី diversity ខ្លួនឯងយើង take opportunity ទៅ franchise អាហ្នឹង out អញ្ចឹងព្រោះឥឡូវ market វា competitive ខ្លាំងអញ្ចឹងជាគុណតម្លៃរបស់ខ្ញុំគិតថា franchise ចឹងខ្ញុំដឹងថាហ្នឹងវាជា mutual benefit ហើយជា risk ដែលយើងនឹងចាប់យកទាំងអស់គ្នាណាតែខ្ញុំនៅតែគិតថាអានឹងធ្វើទៅមិនសូវបានល្អគេមានអារម្មណ៍មិនចំពោះយើងត្រូវ handle ពួកគាត់មិនចឹងអាសម្ពាធហ្នឹងខ្ញុំនៅតែឆ្លងវាអត់ផុតណាបាទពេលខ្ញុំគិតថាបើចឹងតដែលយើងសុខចិត្តធ្វើខ្លួនឯងសិនទៅបើយើងយល់វាច្បាស់ហើយយើងដឹងថាវាធ្វើយ៉ាងម៉េចយើងដឹងថាយើងអាចធ្វើឲ្យគេជឿជាក់លើយើងខ្លាំងជាងមុនចាំយើងអាចគិតពី franchise ហ្នឹងទៅដល់ពេលដល់ឥឡូវstore រហូតដល់50អញ្ចឹងបងមាន do you think you're going to open a franchise or not at all at this point depend on time I think ប្រហែលជាអាចថាឥឡូវវាមិនតែបីប្រហែលជាបន្តិចទៀតវាអាចអញ្ចឹងខ្ញុំនៅតែនិយាយទៅ very flexible ថាយើងអាចមានភាពបត់បែនភាសាជាថាយើង fix ថាមិនធ្វើមកតែបើថាខ្ញុំយល់ពីវាច្បាស់ថ្ងៃក្រោយទៅខ្ញុំគិតថាអាចឲ្យ benefit ឬក៏return បានល្អទៅអ្នកដែលគាត់ទិញ franchise ខ្ញុំអាច manage ចានដឹងបានល្អខ្ញុំគិតថាយើងនឹងអាចធ្វើចុះនៅពេលថាបងបើក branch នីមួយៗតើបង analyze ទៅលើកត្តាអីគេខ្លះមុននឹងបើកហាងមួយទីតាំងសំខាន់ខ្ញុំគិតថាបើកហាងកាហ្វេបើទីតាំងខុសយ៉ាប់ហើយមិនថា concept យើងល្អប៉ុន្មានទេបាទអញ្ចឹងថាទីតាំងខុសហើយគឺចប់បងមានអ្នកសិក្សាខាង data ខាងអីផ្ដល់ឲ្យបងឬក៏យើងឥឡូវមិនមានប្រកាសវិជាតែទីតាំងភាគច្រើនគឺខ្ញុំម្នាក់ select ជាមួយនឹងខាង partner ឬក៏ខាងបុគ្គលិកមួយចំនួនដែលយើងអាសាឲ្យគាត់ចុះទៅសិក្សាអញ្ចឹងតែថា proper process ដូចគេថាខ្ញុំត្រូវមានទៅរាប់ភ្ញៀវហីឥឡូវក៏យើងអត់ទេអញ្ចឹងយើងពឹងលើអារម្មណ៍ច្រើនជាងដល់ថាអារម្មណ៍ហ្នឹងវាខំមកដូចថាវាត្រូវអញ្ចឹងបើខ្ញុំគេថាបើអញ្ចឹងវាមានខុសដែរមិនមែនថាត្រូវទាំងអស់ណាបាទអញ្ចឹងសំខាន់ហ្មងតែលើទីតាំងអញ្ចឹងទីតាំងយើងគួរណាតែមើលវាឲ្យល្អអញ្ចឹងទី2ខ្ញុំគិតថាទីតាំងមួយវាអាចឲ្យបើថាទីតាំងហ្នឹងវាត្រូវវាល្អហើយវាអាចឲ្យ inspiration ជាងច្រើនលើការ decor លើ concept របស់ហាងរបស់យើងអញ្ចឹងទី2ខ្ញុំគិតថាលើ concept ហ្នឹងហើយខ្ញុំគិតថាហ្នឹងគឺខ្ញុំគិតថាព្រោះហាងមួយរបស់ Brown យើងតែងតែគិតថាតើទីតាំងយើងគួរតែ design ជា concept បែបនេះដើម្បីអាចវា
ដល់វា value added ទៅលើ community ទៅលើសហគមន៍មួយហ្នឹងណា បាទ ដល់តម្លៃគេទៅឲ្យទៀតជួយបន្ថែមចំណុចល្អឲ្យគេបន្ថែមទៀតទៅលើសហគមន៍មួយហ្នឹងអញ្ចឹងបើទីតាំងហ្នឹងយើងរើត្រូវវាឲ្យ inspiration នេះលើ design អញ្ចឹងឥឡូវហ្នឹង brown ខ្ញុំគិតថាពេលរើទីតាំងខ្ញុំ focus តែពីរហ្នឹង ចំពោះ design ខាងបងណែ in house ហ្មងថតបងចំពោះ យើងមានគូសហការគ្នាខាងសហស្ថាបនិកខ្ញុំហ្នឹងគាត់និយាយទៅ most of the store ហាងទាំងអស់ហ្នឹងគឺគាត់ បាទ អ្នកធ្វើឲ្យក៏យើងមានធ្វើជាមួយនឹងខាង architect ក្មេងៗដែលគាត់ធ្វើ start up បាទ ពី3ក្រុមដែរតាំងពីមុនណា freelance ក៏យើងធ្លាប់មានធ្វើជាមួយដែរតែអ្វីដែលខ្ញុំធ្វើមួយគាត់គឺយើងតែងតែយកគោលការណ៍ design space យើងទៅប្រៀបគាត់រហូតអញ្ចឹងខ្ញុំតែងតែប្រាប់គាត់ថានេះខ្ញុំពិតនិយាយនៅក្នុង interview មួយ podcast ច្រើនថាធ្វើម៉េច design ហាងឲ្យកុំគិតថាយើង design ឲ្យ brown ឲ្យ design ដើម្បី compete មួយ brown បាទ ចឹងដើម្បី design ឲ្យស្អាតជាង brown ទៅខ្ញុំគិតថាហ្នឹងគឺអ្វីដែលយើងក៏រក ចុះពាក់ព័ន្ធនឹង parking space បង analyze អានឹង way heavily ដែរឬក៏អត់ទេ ហ្នឹងហើយលើទីតាំងហ្នឹងគឺ yes អញ្ចឹងការចតឡានចតម៉ូតូហ្នឹងក៏វាសំខាន់ដែរអញ្ចឹងទីតាំងដែលខ្ញុំនិយាយមិញហ្នឹងគឺថាទីតាំងហ្នឹងវាត្រូវហើយមានចរាចរណ៍ចេញចូលហើយការចតឡានcatchment អ្នកធ្វើការនៅហ្នឹងមានអត់key office key រដ្ឋcommunity អ្នកភូមិអ្នកឃុំនឹងថាតើគាត់ជាអ្នកគេគាត់មាន target customer យើងនៅនឹងច្រើនអត់ចាហ្នឹងសិតនៅក្នុងផ្នែកទីតាំងដែលខ្ញុំនិយាយមិញហ្នឹងហើយ parking ស្រួលចេញចូលអត់ឡានជិះប្រជ្រាបផ្លូវអត់អញ្ចឹងទាំងអស់ហ្នឹងគឺយើងមើលលើចំណុចលម្អិតទាំងអស់ Yes sir ចុះបងគាត់ថាសម្រាប់ brown ឥឡូវតើបងតើមាន weakness អីមួយដែលថាបងកំពុងតែព្យាយាម fix ឬពីការមុនក៏បានដែរ weakness របស់ brown ឥឡូវដែលខ្ញុំព្យាយាម fix ធ្វើការលឿនជាងមុនហើយឲ្យចោលជាងមុនមានភាពបត់បែនល្អជាងមុន Yes sir វិញខ្ញុំគិតថាបើយើងក៏ប្រៀបធៀបជាមួយអ្នកដែលគាត់ធ្វើ startup ហាងកាហ្វេមួយគាត់ចង់ចេញ new product ចេញភ្លាមជាងខ្ញុំគិតថាពេលហាងរបស់យើងច្រើនទៅអាហ្នឹងគេដូចគេនិយាយថាយូរទៅវាទៅជារៀងយឺតធ្វើអីទៅចាំឆ្លងពីមួយទៅមួយពីមួយទៅមួយចាំអ្វីបើថាឲ្យខ្ញុំផុតហ្មងគឺខ្ញុំចង់ធ្វើម៉េចថាអាចការងារយើងអាចធ្វើបានលឿនជាងមុនធ្វើបានល្អហើយលឿនមានភាពបត់បែនលឿនជាងមុន Yes sir ចុះកាលពីដើមឡើយបងដែលមាន mentors អីដែលថាជួយបងនៅ process នៃការ grow brown អត់ឬក៏អត់ដែរមែនទេ យើងមានជួបថា proper mentor ហ្មងខ្ញុំគិតថាអត់តែយើងមានជួបចាស់ទុំច្រើនយើងតែងតែសួរយោបល់សួរគំនិតគាត់ បាទ តែពីច្រើនសួរគេហើយក៏យើងគិតដូចថាស្ដាប់ខ្លះទៅអត់ស្ដាប់ខ្លះទៅក៏យើងមានវាទៅមានកំហុសច្រើនដែរមិនថាអត់ទេតែហ្នឹងគេហៅថាគេហៅក្មេងឈាមរាវតែខ្ញុំគិតថាហ្នឹងវាអត់ល្អទេគាត់យើងរៀងរឹងណា បាទ ខ្ញុំគិតថាក៏ពិតយើងធ្លាប់ដើរឆ្លងខ្លួនឯងបើយើងដឹងថាអ្វីដែលគេនិយាយក៏ពិតត្រូវអត់ខុសគាត់នៅដោយសារយើងអត់ដែរជួបប្រទះវាយើងគេគិតថាវាអត់ត្រូវចឹងខ្ញុំមើលត្រឡប់ទៅវិញអ្វីដែលគេនិយាយត្រូវការហ្នឹងខ្ញុំមានស្ដាប់ take advice ហ្នឹងខ្ញុំគិតថាយើងអាចជៀសវាងពីបញ្ហាយើងច្រើនអត់ ដែលមាន mistake ណាមួយដែលថា cost បង a lot of time to solve it ដែលថា if you took that advice earlier it would have helped grow brown much faster មានច្រើនខ្ញុំគិតថា brown យើងដើរដល់សប្តាហ៍នេះកំហុសច្រើនណា តែ biggest one ហ្នឹងឯងគេដែរបង biggest one បាទ យើងមានធ្វើ investment យើង fail ក៏មានហើយអស់លុយច្រើនហើយខាតពេលច្រើនហើយយើងទៅ deal មួយវាធ្វើ proposal ឆ្លងទៅ board system របស់យើងដំណើរការទៅអត់ល្អអញ្ចឹងយើងត្រូវការចំណាយពេលចំណាយថវិកាដែលយើងដើរទៅក្រោយវិញអញ្ចឹងដើម្បីទៅដោះស្រាយវាចឹងហ្នឹងសិតតែយើងអត់ properly plan ការងារហ្នឹងទាំងអស់ហើយអញ្ចឹងខ្ញុំនិយាយទៅគឺមេរៀនហ្នឹងគឺមេរៀនដែលខ្ញុំចងចាំបំផុតហើយមានរឿងច្រើនទៀតដោយសារចឹងខ្ញុំថាដោយសារយើងអត់ដែរឆ្លង
យើងចេះថាគេនិយាយវាអត់ត្រូវ បាទ តែបើឆ្លងកាត់ហើយយើងថាអូពិតគេនិយាយត្រូវមិនខុសទេcònសំខាន់មូលហេតុឯកាលហ្នឹងគេនិយាយហើយយើងមិនស្ដាប់ហើយបើយើងស្ដាប់យកអាហ្នឹងយកមកតិចថាវាជាកត្តាមួយដែលគួរណាយកយើងជាផ្នែកមួយនៃការធ្វើការសម្រេចចិត្តយើងដែរកុំ ignore កុំដូចថាមើលរំលងវាសោះមកចំពោះខ្ញុំតាំងពីមុនខ្ញុំគិតថាយើងមើលរំលងវាសោះអញ្ចឹងបើយើងជួបប្រទះមួយបញ្ហាហ្នឹង តែបងសពនិយាយថាមុនហ្នឹងថាបងអត់ដែលធ្វើការឲ្យក្រុមហ៊ុនណាអីទេធំៗអីទេ and ដល់ពេលបង run Brown ពីមុនគឺយើងអត់មានស្តង់ដារនៃការរៀបចំ operation រៀបចំអីអញ្ចឹង how did you transform Brown from ដែលថាយើងអត់ដែលមាន structure ហ្នឹងទៅមាន structure ដែលថាស្តង់ដារវិញ យើងសួរគេឲ្យ self learn ខ្លួនឯងព្រោះយើងចង់ធ្វើរឿង quality control យើងអាច self learn ពីព្រោះវាមាន principle ដូច principle រឿងសុខភាពអនាម័យ HACCP ច្រើន GMP ជាងសិតតែមាន principle វា learn យើងអាច create វាបានទេព្រោះអស់ហ្នឹងវាជា license ហើយវាមាន guideline វាមាន principle វាសំខាន់គឺអ្នកអនុវត្តចាតិចតិចអស់ហ្នឹងយើងសិតតែ self learn ហើយដើម្បីយើងយកមក apply នៅក្នុងអំឡុងពេលមួយទៅយើងមើលថាតើនិយាយទៅយើងបើក ROC វាដូចយើងហ៊ានធ្វើ adjust update revise ធ្វើទៀតហើយ បាទ អញ្ចឹងវាអាស្រ័យលើតើយើងអាចទៅ research យក principle ហ្នឹងយក framework ហ្នឹងមក apply បានអត់អញ្ចឹង scale របស់យើងនៅទូចពេលយើងធ្វើអីគេមួយវាស្រួលបត់បែនណាតែ scale យើងធំទៅអាហ្នឹងវាអាចយើងយ៉ាប់ទៅអញ្ចឹងបើថាខ្ញុំមានអត់ដែរធ្វើការ yes អត់ដែរធ្វើការតែបើដើរសួរគេ yes ដើរសួរគេហើយ research ខ្លួនឯងទៅយើងយកមក apply ទៅ apply ត្រូវយើងយកទុកវាទៅហើយដល់ point មួយវានឹង obsolete ហើយវានឹងបាត់បង់វានឹងហួសពេលវាអញ្ចឹងយើងអាចចាប់ផ្ដើម update វាបន្តទៀតទៅអញ្ចឹងយើងធ្វើ through អា cycle នឹងរហូត បាទ ជាប្រចាំខ្ញុំអត់ឲ្យខាងក្រុមការងារពួកយើងសប្តាហ៍ថ្ងៃហ្នឹងធ្វើអីគេមួយឲ្យគិតថាហ្នឹងវាដំណើរការអញ្ចឹងហើយធ្វើអញ្ចឹងរហូតខ្ញុំគិតថាឥឡូវកលៈទេសៈមួយពិភពលោករបស់យើងហ្នឹងវាប្រែប្រួលលឿនណាស់អញ្ចឹងអ្វីដែលយើងធ្វើត្រូវថ្ងៃហ្នឹងក៏មិនមានន័យថាថ្ងៃស្អែកយើងធ្វើត្រូវដែរអញ្ចឹងផ្នត់គំនិតយើងមួយត្រូវការមានភាពបត់បែនត្រូវការឲ្យយើងអាចធ្វើការផ្លាស់ប្ដូរតាន់ពេលខ្ញុំគិតថាហ្នឹងសំខាន់ជាង បងដែលធ្លាប់មានគេ feedback មួយ something very negative about Brown and after taking that feedback you changed the way that Brown operated completely or no feedback មានច្រើនតែ feedback ធំហ្មងលុះត្រាតែអតិថិជនយើងហ្នឹងគាត់ចូលចិត្តយើងខ្លាំងតែអតិថិជនចូលចិត្តយើងខ្លាំងក៏គាត់អត់ដែរ feedback របស់យើងតាក់ទងរឿង operating អីយើងច្រើនដែរស្មោះ on service ខ្ញុំមានតែប៉ុណ្្នឹងហើយតែយកមកយើងផ្លាស់ប្ដូរមិនមែនអត់ផ្លាស់ប្ដូរអញ្ចឹងយើងតាមដានមើលតើការឲ្យមតិរបស់អតិថិជនរបស់យើងនឹងមានច្រើនអត់លើផ្នែកមួយហ្នឹងតែយើងគួរណាតែបំធ្វើការផ្លាស់ប្ដូរលើប្រតិបត្តិការងារយើងនៅផ្នែកណាមួយអញ្ចឹងទៅដើម្បីអាចពង្រឹងបន្ថែមលើអាហ្នឹងដែលយើងផ្លាស់ប្ដូរលើ flow ការងារយើងឬផ្លាស់ប្ដូរលើequipment របស់យើងអីចឹងទៅអញ្ចឹងសួរថាអាហ្នឹងវាធំខ្លាំងអត់ព្រោះថ្ងៃនេះថាធំដល់ផ្លាស់ប្ដូររចនាសម្ព័ន្ធនេះហ្មងគឺអត់តមានទេតែបើផ្លាស់ប្ដូរតិចហ៊ានទេគឺមានរហូតខ្ញុំចំណាំពី interview លើកមុនហ្នឹងបងសពថាបងហ៊ានធ្វើនំប៉័ងខ្លួនឯងទៅអត់អាប់កាលនោះបងហ៊ាននៅណាដែរ and do you recommend ថាជំនាន់នេះបើថាគេចង់បើកហាងកាហ្វេអី do you recommend them ហ៊ានbake ខ្លួនឯងឬក៏ outsource ការងារហ្នឹងវាអាស្រ័យថាគាត់បើកហាងកាហ្វេ concept វាមិនតែគាត់ focus លើ coffee ឬគាត់ focus លើ coffee and bakery ពួកខ្ញុំតាំងពីមុន focus លើ coffee and bakery អញ្ចឹងខ្ញុំគិតថាដោយសារខ្មែរយើងតាំងពីមុនថាលក់តែកាហ្វេគាត់អត់ញ៉ាំក៏ត្រូវការមានមហាសម្រន់អីចឹងយើងគិតថាគួរអូខេជាផលិតផលរបស់យើងជា concept ជាគោលគំនិតគួរណាតែមានកាហ្វេមាននំដើម្បីយើងអាចនិយាយភាសាសាមញ្ញតែ claim ជាមួយអញ្ចឹងក៏ខ្ញុំសម្រេចចិត្តទៅរៀនទៅអញ្ចឹងទៅរៀនកាលហ្នឹងសាលានៅស្រុកគេនៅស្រុកខ្មែរអត់មានទេទៅរៀននៅស្រុកគេទៀតអញ្ចឹងខ្ញុំ spend ចិត្តមួយឆ្នាំមកកាលហ្នឹងរៀននៅស្រុកគេហ្នឹងហើយនៅថៃក៏នឹងសាលាបារាំងមួយគាត់ទៅបើកទៀត
រៀនឡើងមួយឆ្នាំវាមកចិត្តមួយឆ្នាំដល់10ខែ10ជាងខែយ៉ាងមកទៅបើគេសួរថាឥឡូវបើថាខ្ញុំ recommend អត់ថាបើចូលចិត្តពេលខ្លះយើងធ្វើហាងកាហ្វេបើយើងមិនចូលចិត្តយើងទៅធ្វើវាអីទៅ បាទ ឬយើងចង់រកស៊ីបើថាចង់រកស៊ីក៏ត្រូវធ្វើឲ្យហាងកាហ្វេហ្នឹងដំណើរការបានល្អដើម្បីអាចមានចំណូលចូលមកអាហ្នឹងមិនគេហៅថាធ្វើអាជីវកម្មរកស៊ី បាទ តែបើឧទាហរណ៍ថាយើងចង់រកស៊ីហើយយើងអត់គិតរមចូលបាយអស់ថាធ្វើមិនឲ្យវាដំណើរការមានថា concept របស់យើងល្អអត់ចឹង concept ល្អដឹងលើរឿង product ដែលយើង create នឹងបង្កើតនឹងហើយចឹង product របស់យើងបើឥឡូវដូចខ្ញុំនិយាយមិញថាកាហ្វេកាលមុនខ្ញុំរកអ្នក supply កាហ្វេយ៉ាប់ឥឡូវរកអ្នក supply កាហ្វេស្រួលហើយណាចឹងអាចថាមានន័យថាម៉េចមានតែកាហ្វេយើងលក់បើហាងកាហ្វេអាចលក់កាហ្វេដូចគ្នា បាទ ហើយសូម menu ដែលយើង create គេ create មួយយើង create ខ្លួនឯងអាចដូចគ្នាទៀតតែmatcha ដែលយើងលក់អាចរសជាតិដូចគ្នាទៀត បាទ ចឹងសួរថា core product របស់យើងអីគេតែខ្ញុំចង់ធ្វើអាហ្នឹងឲ្យខ្លាយទៅជា niche របស់យើងហ្មងខ្ញុំលក់កាហ្វេដូចគេលក់កាហ្វេដូចខ្ញុំដែរអាហ្នឹងវាខុសគ្នាដូចគ្នាហ្នឹងចឹងបើយើងនិយាយថាទីតាំងមួយ design ស្អាតព្រោះគាត់ថាគាត់មានលុយវិនិយោគនឹងច្រើនធ្វើ design ទីតាំងឲ្យស្អាតដែរទៅដូចគ្នាបាទហើយ Yes sir អញ្ចឹងបើឧទាហរណ៍ថាឥឡូវខ្ញុំត្រូវការរៀនធ្វើនំឥឡូវសួរថារៀនធ្វើនំពិតយ៉ាប់ណាអញ្ចឹងអ្នកដែលអាចរៀនធ្វើនំអាចតិចវិញអញ្ចឹង why not ថាបើយើងចូលចិត្តហើយសាកធ្វើនំនឹងមួយព្រោះខ្ញុំតាំងពីមុនក៏អត់ដែរសម័យថាខ្ញុំខ្លួនឯងទៅធ្វើដែរតែដោយសារយើងចង់ធ្វើមិនឲ្យវាជោគជ័យដំណើរការបានសុខចិត្តថាអត់សួរថាខ្លួនឯងធ្វើបានមិនបានណាមានថាទៅធ្វើមិនឲ្យបានហ្មង បាទ អត់មាន question ថាសួរថាតិចអញធ្វើមិនកើតទៅវិញ បាទ តែចាប់ផ្ដើមធ្វើមិនឲ្យធ្វើឲ្យបានសិនអញ្ចឹងក៏សម្រាប់ចិត្តទៅរៀនទៅវាយើងចូលចិត្តបើកហើយខ្ញុំ recommend ហ្មងថ្ងៃមុនខ្ញុំនិយាយជាមួយនឹងខាងគេណែនាំមិត្តភក្តិម្នាក់មកឲ្យគាត់ចង់ជួបខ្ញុំដើម្បីសួររឿងបើកហាងកាហ្វេខ្ញុំនិយាយទៅគឺអាចណែនាំឲ្យគាត់ទៅរៀនធ្វើនំព្រោះគាត់ខ្ញុំសួរគាត់ថាគាត់ចូលចិត្តធ្វើនំដែរអញ្ចឹងថា why not ទៅរៀនធ្វើនំហ្មងទៅ បាទ តែបើថាធ្វើបើកហាងកាហ្វេមិនបានក៏បានធ្វើនៅផ្ទះលេងដែរក៏ពិតពេលយើងរៀនទៅយើងសប្បាយមែនអាហ្នឹងដូចតែយើងធ្វើ podcast បាទ វាអត់ខុសគ្នាអីយើងយកចិត្តទុកដាក់ធ្វើវាទៀតវាអាចជាខ្លាយទៅជា hobby យើងមួយក៏បានដែរតែតែពេលយើង baking យើងអត់មានគិតអីច្រើនដូចយើងធ្វើការធ្វើអីចឹង បាទ ចុះលោកបងនៅ baking អត់ឬក៏អត់ទេ ឥឡូវអត់បង តែយើងនៅគិតលើ product innovation ជាមួយនឹង team យើងអញ្ចឹងយើងអាចគិតលើ product យើងធ្វើ recipe ធ្វើអីទៅផ្ដល់ឲ្យ team របស់យើងទៅគាត់អាច develop ទៅយើង test មួយគាត់និយាយទៅ product innovation ខ្ញុំនៅតែ involve regularly បាទ ជាមួយនឹង space design អញ្ចឹងខ្ញុំនៅ involve នឹង regularly ខ្ញុំអត់ឲ្យថាពួកគាត់ធ្វើនឹងតែខ្លួនឯង How long did it take you to វាថាបើមាន product ច្រើននៅលើហាង like how long did it take you to perfect every single one like did it take a long time just to have all those menus ហើយម្យ៉ាងទៀតបរិញ្ញាគេឲ្យធ្វើដូចគ្នាតាមគ្រប់សាខាទៀតអានឹងបាក់អត់ ចាប់ផ្ដើមដំបូងយើងបង្កើតជា menu list របស់យើងមកមាន4 10 20ហ្នឹងទៅ បាទ តែសារយើងតែយើងចង់លក់អីគេដែលអតិថិជនយើងគាត់ចង់បានគាត់ត្រូវការអញ្ចឹង បាទ យើងធ្វើឲ្យយើងបង្កើតជា SOP ទៅដើម្បីឲ្យគាត់បរិញ្ញាឲ្យគាត់ឲ្យធ្វើតាមយើងអញ្ចឹងទៅហើយអាហ្នឹងហើយយើងស្ដាប់មើលអតិថិជនយើងគាត់ចូលចិត្តអីអត់ចូលចិត្តអីយើងគួរផ្លាស់ប្ដូរវាមិនហើយពេលយើងផ្លាស់ប្ដូរវាហ្នឹងយើងហៅពួកគាត់មក train ទៀតអញ្ចឹងដូចខ្ញុំនិយាយថាវាដូចជា cycle វាជា loop មួយហើយ train ហើយទៅចុះទៅ store check រហូតទៀតដល់បើ check រហូតរំលឹកគាត់រហូតអាហ្នឹងវាដូចជាយើងញ៉ាំបាយអត់វាអត់បានទេស ង្សារខ្ញុំគាត់នឹកអីគេ BLT BLT គាត់ថាកាលពីមុនពេលគាត់ទៅ Brown គាត់ញ៉ាំតែហ្នឹងឯងហើយឥឡូវឡើងមានក្នុងមនុយតែ is there a reason like did it not do well or what was the reason ព្រោះយើងមានធ្វើ regular delete ហ្នឹង ដូចថាដកចេញ item ណាដែលវាអត់សូវ popular អញ្ចឹង បាទ item ដែលយើងអត់សូវ popular ឬនៅក្នុង seasonal item តាមរដូវកាលហ្នឹងយើងមានដកចេញយើងដកចេញដាក់ចូលដើម្បី refresh menu របស់យើង បាទ អញ្ចឹងខ្ញុំគិតថាកាលមុនយើងធ្វើ BLT បែរជាថាមានបតិថិជនយើងនេះចូលចិត្តឥឡូវខ្ញុំដាក់ BLT ចូលវិញហើយស្អីគាត់អត់ចូលចិត្តទេថាកាលមុនអត់តមានជំរឿ បាទ ចាឥឡូវមកវាមានជំរឿច្រើនគាត់អាច compare គ្នាបានអញ្ចឹងឥឡូវខ្ញុំគិតថាតម្រូវការរបស់អតិថិជនយើងអាចថាកើនឡើងខ្លាំងជាងមុនណា
បាទ អាចនឹងថាអ្វីដែលយើងធ្វើបានល្អតាំងពីមុនមិនមែនមានន័យថាឥឡូវធ្វើទៅគាត់នឹងចូលចិត្តទៀតទេ That's true. Yes, sir. អញ្ចឹងពួកយើងឲ្យទៅដល់ខែដល់ថ្ងៃយើងចាប់ផ្ដើមមើលថា product ណាវា work យើងគួរដកទុកទៅ product ណាវាអត់ work វា complicated ពេកយើងគួរដកចេញបដអសន្នអញ្ចឹងទៅ បាទ ដើម្បីថាដល់ខែដល់រដូវដូចជាយើងទៅមួយរយៈពេលនេះយើង launch sesame matcha យើងហ្នឹង បាទ អាហ្នឹងសិតតែរដូវកាលតាមរដូវកាលយើងក៏ឆ្នាំមុនក៏យើងមានធ្វើដែរ បាទ ដល់ពេលដល់ខែនេះចិត្តមុនចូលដល់ខ្មែរយើងចាប់ផ្ដើម launch អញ្ចឹងតិចទៀតហ្នឹងយើងនឹងអាច launch ភេទជ្ជៈរដូវកាលយើងមួយទៀតដែលតាក់ទងមួយ train ហ្នឹងអាហ្នឹងឆ្នាំមុនក៏យើងមាន launch ហើយឆ្នាំនេះយើងនឹង launch វាទៀត បាទ ចាហ្នឹងនៅក្នុងទស្សនវិស័យមួយយើងចង់ support គឺជា pride of local តាមមោទនភាពផលិតផលខ្មែរជាខ្ញុំចង់ថាធ្វើម៉េចឲ្យកុំឲ្យយើងទាំងអស់គ្នាគិតថាផលិតផលបរទេសតែងតែល្អជាងផលិតផលខ្មែរយើងអញ្ចឹង why not យើងទាំងអស់គ្នាជួយគ្រប់គ្រងផលិតផលខ្មែរយើងផលិតផលក្នុងស្រុកនោះតើវាអាចបង្កើតឲ្យទីផ្សារផលិតផលក្នុងស្រុកយើងល្អជាងមុនអត់ Yes, sir. មួយទៀតគឺខ្ញុំសូមសួរពាក់ព័ន្ធជាមួយនឹង the way that Brown is scaling តើបងគិតថាវាចិត្ត hit ceiling មួយអត់ជាមួយនឹងការ scale របស់យើងថាជាមួយនឹង branches របស់យើងហើយបើក្នុងករណីថានៅពេលដែលថាយើងចាប់ផ្ដើម hit ceiling what next និយាយទៅទីផ្សារនៅខ្មែររបស់យើងកុំប្រៀបធៀបជាមួយនឹងប្រទេសជិតខាងយើងដូចថៃឬវៀតណាមក៏ទីផ្សាររបស់យើងទូជាងគេច្រើនតែយើងនៅមានឱកាសច្រើនសួរថាតើនៅស្រុកខ្មែររបស់យើងហ្នឹងទីផ្សារវា hit ដល់ ceiling ហ្នឹងខ្ញុំគិតថា demand នៅតែមានទេសំខាន់យើងមានភាពច្នៃប្រឌិតប៉ុន្មានដើម្បីធ្វើឲ្យផលិតផលរបស់យើងហ្នឹងវាល្អជាងគេចង់បានគេប្រាថ្នាជាងគេ បាទ អញ្ចឹងបើយើងអាចធ្វើអាហ្នឹងបានខ្ញុំគិតថាវានឹងមិនដល់ point ដែលយើងក៏វានឹងដល់ hit ceiling ព្រោះបើយើងមើលលើការធ្វើស្វែងយល់ពីទីផ្សារទំហំទីផ្សារយើងរាល់ឆ្នាំឃើញទីផ្សារយើងរីករហូតទោះជាយើងមានគូប្រកួតប្រជែងច្រើនតែទំហំទីផ្សារគឺរីកខ្ញុំសួរថាចុះបើយើងរីកអញ្ចឹងហើយជាមួយនឹងទំហំទីផ្សារដែលយើងចាប់បានវានៅមានកម្រិតមិនមែនអត់ទេខ្ញុំសួរថាតែបើយើងចាប់បានតិចវិញនឹងមានន័យថាម៉េចមានន័យថាយើងគឺអត់ល្អជាងគេហើយតែថាវាមានការផ្គត់ផ្គង់ច្រើនយើងចាប់បានតិចចឹងមានន័យថាការផ្គត់ផ្គង់នោះនឹងអាចឲ្យអតិថិជនយើងនឹងយកឱកាសរបស់គាត់ឬក៏ការ spend របស់គាត់នឹងទៅចាប់យកផលិតផលដែលគេផ្គត់ផ្គង់ផ្សេងហើយអត់ជ្រើសរើសយកយើងអញ្ចឹងយើងគួរណាតែមើលអាហ្នឹងវិញហើយដល់ point មួយថាយើងពិតជាមើលឃើញហើយថាទីផ្សាររបស់កាហ្វេហ្នឹងវាលែងរីកហើយប្រចាំឆ្នាំវាដល់ហ្នឹងហើយអញ្ចឹងយើងបើកហាងទៀតវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ហាងយើងមួយហើយអញ្ចឹងយើងគួរគិតធ្វើម៉េចខ្ញុំគិតថាហ្នឹងយើងអាចគួរមើលលើទីផ្សារជុំវិញយើងវិញតើយើងទៅខាងគេនោះមិនព្រោះដោយសារយើងនេះយើងមាន50យើងមាន100ហាងពេលយើងទៅនោះគឺយើងចាប់ផ្ដើមពី1ចាហ្នឹងគឺយើងទោះជាមានគូប្រកួតប្រជែងច្រើនក៏ដោយយើងមានតែមួយគឺមានន័យថាទីផ្សារគឺធំមានឱកាសនៅច្រើនអញ្ចឹងយើងមានន័យថាយើងទៅដើមរបស់គេយកមកវិញបាទចាហ្នឹងយើងមានតែអញ្ចឹងបើអត់ទេយើងអាចគិតមើលថាតើ brand នេះគេផ្សេងដែលយើងគួរណាចាប់ផ្ដើមបន្ថែមទៀតដើម្បីអាចឬក៏ product line ណាមួយទៀតដែលល្អជាងហ្នឹងដើម្បីអាច create new market មកចុះឥឡូវហ្នឹងបងមានកម្រង expand ទៅប្រទេសជិតខាងអត់បង ឥឡូវអត់តមានផង I see ឥឡូវគិតមើលថាធ្វើម៉េចនៅខ្មែរយើងហ្នឹងឲ្យគេមើលមកយើងថាយើងមែនស៊ីចង់ព្រោះទីផ្សារនៅនេះខ្ញុំគិតថាវាមានឱកាសច្រើនអ្នកផ្សេងក៏គិតថាវាមានការប្រកួតប្រជែងច្រើនតែទីផ្សារក៏យើងនៅទៅវាអាចសុបាយដែរវាមើលឃើញទីផ្សាររបស់យើងមានភាពប្រកួតប្រជែងហើយមានភាពច្នៃប្រឌិតល្អជាងមុនអត់ដូចតាំងពីមុនអញ្ចឹងណាអញ្ចឹងមានជំរឿសច្រើនមានការគ្រប់គ្រងច្រើនសម្បូរបែបទៀតបាទចាហ្នឹងហើយខ្ញុំគិតថាជាឱកាសដែលយើងអាចចូលរួមលេងជាមួយពួកគាត់ទៅបើសិនជាមានមិត្តភក្តិម្នាក់ដែរគាត់បើកហាងកាហ្វេហើយគាត់និយាយថាបើគាត់បើក up to 10 branches អីជាងគាត់នឹង hit ceiling មួយហើយប៉ុន្តែដោយសារគាត់គិតថាដោយសារហាងកាហ្វេគាត់នឹងវា niche ខ្លាំងអញ្ចឹងគាត់ថាបើក្នុងករណីថាគាត់ hit ceiling ហ្នឹងគាត់នឹងចាប់ផ្ដើមបើកជា concept ហាងផ្សេងយកមកបងគិតមិនដែរចំពោះហ្នឹងអាស្រ័យដែរអាហ្នឹងអាចជាផ្លូវមួយដែរនិយាយទៅថាហាងកាហ្វេរបស់គាត់មិនមែនដូចកាហ្វេរបស់ប្រោនអញ្ចឹងបាទហើយគាត់ផ្ដោតលើអីគេផ្សេងផលិតផលអីគេផ្សេងពី
ពី brown ឧទាហរណ៍ថាយើងបើកហាងកាហ្វេតែមានលក់ម្ហូបច្រើនចោះឧទាហរណ៍ណា បាទ អញ្ចឹងក៏អាចអាហ្នឹងវាជាផ្នែកមួយដែរដែលគាត់អាចគិតថាគាត់បើកដល់ហាងប៉ុណ្ណឹងគាត់អាចតែប៉ុណ្្នឹងបានហើយអញ្ចឹងគាត់បើក brand មួយទៀតអញ្ចឹងក៏ពិតវាដូចតែគ្នានឹង brand មួយទៀតក៏ដូចគាត់តែវាខុសគ្នាគាត់ដូច product line មួយទៀតដើម្បី target market ថ្មីដែរហ្នឹងអញ្ចឹងដូចតែយើងបើក product យើងមាន10ខ្ញុំថែម product មួយទៀតដែលវា target market ផ្សេងទៀតនៅក្នុង brand មួយហ្នឹងតដែរស្តៀងទៅគ្នាតែមួយក៏ create another brand មួយក៏ធ្វើ product មួយនៅក្នុងតដែរ បាទ ជាងគិតថាហ្នឹងអាចមួយទៀតគេលោថាគាត់ឥឡូវគិតអញ្ចឹងបើកបាន10ហាងគិតឃើញឱកាសទៀតចង់បើកទៀតក៏មុនពេលខ្ញុំបើកហាងនៅខ្មែរខ្ញុំគិតតែបើកបានតែ5ហាងបង បាទ 15ឆ្នាំមុនណា បាទ ខ្ញុំគិតតែបើកដល់15ហាងតែ5ហាងហ្នឹងតែ5ហាងពេញយើងអស់ហើយ បាទ តែឥឡូវ50 40ជាងកន្លែងជាងយើងអត់អាចដឹងបានទេអញ្ចឹងគួរណាកុំមើលតែភ្នែកគួរណាតែយើងធ្វើ deeper research ទៅល្អជាងព្រោះថាពិតជា product របស់យើងឬ concept ផលិតផលរបស់យើងនោះវាអញ្ចឹងមែនអត់ព្រោះវាអត់អញ្ចឹងទេយើងអាចបាត់ឱកាសច្រើនដែរមែនអត់ទេ ចំពោះ40 ទៅ50 location របស់ខ្ញុំបើកតែមាន location ណាដែល underperform ឬក៏ មាន Did you ever have to close any locations close អត់តាន់មានទេ បាទ តែបើ underperform វាមាន maybe ថាយើងរើ location វាខុស បាទ តែខ្ញុំនិយាយថា location តែប្រើអារម្មណ៍រើច្រើនពេកវាអាចខុសដែរតែយើងរើ location ខុសទៅវាអាច underperform ដែរខ្ញុំគិតថាយើងច្រើនកន្លែងអញ្ចឹងវាប្រកាសជាមានទេវាមិនអាចអត់ទេ បាទ I see ចុះបងដល់ពេលបងធ្វើការជាមួយនឹង Brown អស់ច្រើនឆ្នាំអញ្ចឹង do you ever feel like you get tired of Brown do you ever feel like you want to just stop it and just relax ដូច one day អត់ដែរគិតផង អត់ដែរ ហ្នឹងហើយ Do you ever plan to ដូចថា sell the business មកឬក៏ do you want to continue until like forever បើអាច ខ្ញុំថាខ្ញុំធ្វើ role នឹងរហូតអត់ខ្ញុំគិតថាអត់ទេ បាទ ព្រោះគោលដៅរបស់ខ្ញុំចង់តែធ្វើអាជីវកម្មធ្វើឲ្យល្អយើងអាចប្រដបដាក្មេងជំនាន់ក្រោយគាត់អាចបន្តអាជីវកម្មយើងបានក៏មិនមែនមានន័យថាខ្ញុំត្រូវតែយកគ្រួសារឬបងប្អូនឬកូនមកធ្វើអាជីវកម្មឬកាន់ role របស់ខ្ញុំដែរ បាទ អញ្ចឹងអាហ្នឹងគឺជាគោលដៅរបស់ខ្ញុំជាទស្សនវិស័យជាគំនិតរបស់ខ្ញុំគិតថាចង់ធ្វើម៉េចឲ្យតែអ្នកគាត់មានសមត្ថភាពគាត់អាច take role នឹងបានគាត់ហ៊ានចាប់ role ហ្នឹងគឺខ្ញុំនឹងផ្ដល់ឱកាសឲ្យគាត់ហើយសួរថាឥឡូវ hot អត់ខ្ញុំគិតថា hot វាដូចតែពីមុនអញ្ចឹងថាមុន hot អត់ hot អត់គេង hot ដែរផឹកតែហាងតែមួយអញ្ចឹងឥឡូវយើងបានគេងដែរមិនមែនថាមិនបានគេងដូចកមុនយើងត្រូវដុតនំយប់ឡើងអញ្ចឹងផឹកឡើងយើងគេងមក place យើងចេញមកធ្វើការវិញទៀតអញ្ចឹងចាមួយទៅ hot កាយទៅអានេះអាច hot ចិត្តតែ hot ចិត្តហ្នឹងវាជាផ្នែកមួយថាយើងដើរផុតពីកមុនយើងធ្វើអត់គេងឥឡូវមកយើងគិតយើងច្រើនវិញយើងធ្វើផែនការយើងយុទ្ធសាស្ត្រវិញយើងមើលលើ team ដើម្បីឲ្យគាត់អាចសហការគ្នាបានសាមគ្គីគ្នាបានយល់ពីគោលដៅរួមយើងវិញចឹងហើយពេលខ្លះទៅ team គាត់ធ្វើការ hot ទៅយើងត្រូវចូលនិយាយមួយគាត់ទៀតប្រាប់គាត់ឲ្យយល់ថាការងារវាអញ្ចឹងហើយចឹងទៅចឹងអស់ហ្នឹងចឹងថាសួរថា hot អត់ចង់ quit អត់ពេលខ្លះមានខឹងសម្បាលអីដែរនៅពេលដែលឃើញ team គាត់អត់យល់ពីគោលដៅរបស់យើងគាត់ច្បល់ជាមួយនឹងការងារតែថាច្បល់នឹងអាចថាធ្វើឲ្យយើងចង់សម្រេចចិត្តថាបោះបង់វាចោលអត់ខ្ញុំគិតថាអត់ តែ so far បងដែលបានរកណាគេមួយដែលថា could potentially fill in your role នៅឬក៏អត់ទាន់ទេ យើងមាន potential ច្រើនអ្នកដែរ បាទ តែពួកគាត់នៅក្មេងខ្ញុំថាឥឡូវហ្នឹងអាចចូលបានអត់តន់តែបើថ្ងៃក្រោយអាចអត់ប្រហែល ចុះក្រៅពី Brown បងដែលបង្កើត business អីផ្សេងដែរឬក៏អត់ទេ ក៏មុនយើងមានធ្វើ bubble tea ធ្វើអាហ្នឹងធ្វើអីដែរអីធ្វើទៅក៏យើងធ្វើទៅក៏មិនជោគជ័យទៅក៏យើងបិទវាទៅចុះទៅលើអានេះខ្ញុំសួរសំណួរ financial បង open to answer do you also invest into other things or no real estate មក no nothing at all ព្រោះសម្រាប់ក្រុមហ៊ុនអត់មានទេសម្រាប់ personal មាន Yeah of course តែក៏គ្មានច្រើនតិចតួចអញ្ចឹង បាទ ចឹងហ្នឹងដើម្បីថាយើងទុកវាសម្រាប់យើងខ្លួនឯងដែរ បាទ តែច្រើនមកអត់ មួយទៀតគឺខ្ញុំចង់សួរថាដល់ពេលបងមកដល់ចំណុចឥឡូវហ្នឹងតើបង define success មិនដែរមិនថាជាក្រុមហ៊ុនយើងនិយាយពី personal belief របស់យើងវិញ how do you define success បុគ្គល
ខ្ញុំគិតថាឲ្យតែរងថ្ងៃហ្នឹងអ្វីដែលយើងធ្វើយើងអាចឃើញផលចាស់ឥទ្ធិពលវិជ្ជមានទៅលើក្រុមការងារយើងឃើញគាត់មានការរីកចម្រើនផ្នែករញ្ញវត្ថុជាមួយនឹងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់គាត់ហើយឃើញគាត់រីកលូតលាស់ឡើងទៅលើខ្ញុំគិតថាហ្នឹងគឺជាផ្នែកមួយនិយាយទៅគឺខ្ញុំ define វា as my personal achievement and success ហើយលើខ្ញុំខ្លួនឯងខ្ញុំគិតថាឲ្យតែយើងនៅមានដង្ហើមនៅធ្វើchứមិនថាយើងបើកហាង100កន្លែង200កន្លែងខ្ញុំគិតថាហ្នឹងវាមិនមែនជា success ទេសំខាន់គឺថារាល់ថ្ងៃហ្នឹងការងារយើងធ្វើហ្នឹងយើងសប្បាយនឹងធ្វើវាអត់ឲ្យតែយើងសប្បាយចិត្តនឹងធ្វើវាទៀតហើយ team គាត់មាន grow គាត់មាន opportunity to go up អីហ្នឹងខ្ញុំគិតថាហ្នឹងហើយគឺ success របស់ខ្ញុំចឹងខ្ញុំមើលអាហ្នឹងជាធំ បើបងមានជា message មួយសម្រាប់អ្នកដែលថាគាត់ចង់ start business អី in the future អី is there any advice you would give them Location wise, which location to start? That would be nice. We're planning on one maybe. បើចង់ start business ខ្ញុំនៅតែប្រកាន់ភ្ជាប់គោលគំនិតមួយថាបើគាត់ចង់ធ្វើត្រូវហ៊ានដាក់ចិត្តដាក់កាយខ្លួនឯងចូលទៅខាងក្នុងហ្នឹងកុំគិតថាអាហ្នឹងជា investment ព្រោះធ្វើជាសហគ្រិនជាមួយយើង investor ខុសគ្នាខ្ញុំអាចថាទិញដីទិញផ្ទះទិញ crypto ទិញអីហ្នឹងគេហៅ investment យើងអត់ចាំបាច់យកលុយដាក់ធនាគារបដ ாய் ទៅបាទ ចឹងអាហ្នឹងក៏មាន return ដែរតែបើយើងចង់ថាខ្ញុំធ្វើ investment ហើយខ្ញុំតែចង់ចេញរកស៊ីហើយត្រូវហ៊ានប្រឡូកប្រឡាក់ជាមួយវាចឹងសួរថាតើអាហ្នឹងគឺជាបុគ្គលិកលក្ខណៈយើងខ្លួនឯងអត់អាហ្នឹងវាជាយើងអត់ខ្ញុំប្រឡូកប្រឡាក់ខ្ញុំចូលធ្វើវាហ្មងដាច់យប់ខ្ញុំហ៊ានធ្វើដាច់បាយខ្ញុំហ៊ានធ្វើចឹងចឹងបើយើងអាហ្នឹងគឺស្គាល់ខ្លួនឯងថាអូខេអាហ្នឹងខ្ញុំគឺជាអ្នកដែលចាប់ផ្ដើមអាជីវកម្មមែនចាហ្នឹងចំណុចទី1ខ្ញុំថាស្គាល់ខ្លួនឯងឲ្យច្បាស់សិនទៅតើយើងជាបុគ្គលចង់ធ្វើចឹងមែនអត់បើថាយើងគិត investment យើងវិនិយោគមានច្រើនណាស់មិនមែនបើកហាងកាហ្វេហើយវិនិយោគទេអញ្ចឹងវាថាខ្ញុំមានលុយខ្ញុំចេះតែវិនិយោគឲ្យគេធ្វើអាហ្នឹងរឿងផ្សេងមួយទៀតអញ្ចឹងវាថាខ្ញុំមានលុយច្រើនណាស់ខ្ញុំឃើញ Nepo ធ្វើ product មួយអញ្ចឹងគិតថាវាល្អខ្ញុំចង់ invest មួយ Nepo អាហ្នឹងអាចថាវាជា investment អញ្ចឹងខ្ញុំអត់ហៅវាជាសហគ្រិនថាគាត់មកធ្វើ start up ទេអញ្ចឹងផ្នត់គំនិតពីរកន្លែងហ្នឹងមួយបុគ្គលិកលក្ខណៈពីរកន្លែងហ្នឹងគឺខុសគ្នាអត់ដូចគ្នាទេបាទអញ្ចឹងឥឡូវយើងចប់នឹងមួយហើយតែពេលមួយទៀតពេលយើងចង់ចាប់ដើមខ្ញុំធ្លាប់បាននិយាយលើមុនដែរថាតើគោលគំនិតយើងចង់ធ្វើអាជីវកម្មជាគោលគំនិតអីគេយើងលក់ product អីគេ customer គាត់ត្រូវការអត់មិនលក់ឲ្យខ្លួនឯងទេបាទគឺយើងលក់ឲ្យអតិថិជនឧទាហរណ៍ថាខ្ញុំតែងតែនិយាយថាតិចច្រឡំថាពេលយើងចូលចិត្តទៅជីមតែខ្ញុំអាយុ40 50ឆ្នាំខ្ញុំចូលចិត្តទៅជីមខ្ញុំបើកជីមហ្នឹងដើម្បីឲ្យចាស់ចំណាស់ខ្ញុំនឹងចូលជីមដែរអញ្ចឹងយើងបើកហ្នឹងក៏ពិតមិនមែនយើងចង់ឲ្យពួកគាត់ចូលជីមយើងបើកក៏ពិត target customer យើងគឺពួកអ្នកក្មេងៗដើម្បីយើងអាចប្រាប់គាត់ពីតើសុខភាពវាមានសារៈសំខាន់ប៉ុន្មានការលំហាត់ប្រាណមានសារៈសំខាន់ប៉ុន្មានសម្រាប់របស់គាត់សម្រាប់សុខភាពរបស់គាត់អញ្ចឹងណាតែមិនមែនថាយើងបើកជីមហ្នឹងគឺ target customer យើងសម្រាប់ចាស់ៗ maybe it's not អញ្ចឹងដល់ពេលយើងចាស់យើងបើកអាហ្នឹងខ្ញុំគិតថាខ្ញុំចូលចិត្តហើយខ្ញុំបើកអាហ្នឹងទៅប្រហែលជាគេមានគេមកចាស់អាហ្នឹងគឺអាចនឹងមានការបរាជ័យធំបាទអញ្ចឹងបើយើងច្បាស់ថាអូខេផលិតផល concept គោលដៅរបស់ខ្ញុំចង់ target ពេលអញ្ចឹងខ្ញុំគិតថាមួយទៀតចាប់ដើមទូចធ្វើមិនឲ្យទូចមែនតើហ្មងកុំថាចូលមកព្រាមបើកហាង3ជាន់អីចឹងឬក៏ទិញ product មកម្ដងគ្រាន់តែ stock product អស់$10,000អីចឹងនេះចាប់ដើមបន្តិចម្ដងthrough ថាយើងអាចធ្វើ online បាន through យើង delivery ខ្លួនឯងបានដើម្បីយើងស្គាល់ពី market ដើម្បីយើងស្គាល់ពី customer យើងឲ្យបានច្រើនជាងមុនហើយយើងចាប់ដើមធ្វើការ adjust ឬ adapt ខ្លួនឯងបន្តទៀតហើយមួយទៀតចុងក្រោយខ្ញុំគិតថាតទៅចំណុចមុខដែរពេលខ្លះយើងត្រូវ
មានទស្សនវិស័យមួយបេសកកម្មយើងឲ្យបានច្បាស់ហ្នឹងគាត់ថាសំខាន់ណាស់ព្រោះអាហ្នឹងវាដូចជា guiding light របស់យើងណាជាងនៅពេលដែលយើងចាប់ផ្ដើមធ្វើយើងតែងតែ lost along the way មិនមែនថាអត់ទេសំខាន់នៅពេលដែលយើងមានអាហ្នឹងច្បាស់ពេលខ្លះវាคล้ายទៅជាពលឺមួយដែលអាចដឹកនាំផ្លូវយើងឲ្យដើរទៅមុខរហូតបាននៅពេលដែលយើងជួបឧបសគ្គយើងជួបអីគេដែលជា challenge ធំអញ្ចឹងយើងអត់ដើរទៅបាក់ទឹកចិត្តទេថាអើយមិនលែងចង់ធ្វើទៀតចឹងឲ្យខ្ញុំជួបប្រទះបញ្ហាម្ដងខ្ញុំតែរំលឹកខ្លួនឯងថាមូលហេតុអីខ្ញុំចាប់ផ្ដើមវាតាំងពីមុនមកបើផ្លូវមានច្រើនសឹងអីហ្នឹង បាទ ទៅយកផ្លូវហ្នឹងទៅមិនស្រួលជាង Was there any like huge mistakes or like huge issues that occurred during Big Boy No Brown Apple? Like Tom and Gay album, did we ask that question yet? I think we kind of did. We did? Yeah. Yeah, Oh, sorry. I think we did already. Yeah. My bad. So Purin thought, when it's close to the end of the podcast, I have a question that the old guest would ask, and the question that Purin thought asked is, why do you love Cambodia? ក៏ពិតបើយើងនិយាយពីតាំងពីមុនណាមានពាក្យចិនណា បាទ គេថាបើអត់មានប្រទេសតើមានផ្ទះមកពីណា I see. តែបើយើងនិយាយឥឡូវវិញដោយសារយើងអាចផ្លាស់ប្ដូរពីទីតាំងមួយទៅទីតាំងមួយបាន បាទ ជាយើងគិតថាពាក្យហ្នឹងវាពេលខ្លះវាស្ថិតនៅលើតើយើងស្រឡាញ់ប្រទេសយើងប៉ុន្មានជាយើងគិតថាយើងនៅណាក៏ដូចគ្នាដែរសួរថាមូលហេតុអីយើងស្រឡាញ់ពេញខ្ញុំកើតនៅស្រុកខ្មែរខ្ញុំតែងតែនិយាយជាមួយម៉ាក់ខ្ញុំថាខ្ញុំកើតនៅណាខ្ញុំជនជាតិហ្នឹងឯងខ្ញុំអត់មានថាតែអញ្ចឹងថាបើយើងយកអាហ្នឹងមកនិយាយថាបើខ្ញុំជាផ្នែកមួយនៃសង្គមហ្នឹងនៃប្រទេសហ្នឹងមូលហេតុអីបើខ្ញុំត្រូវចាក់ចេញវាមូលហេតុអីខ្ញុំអត់អាចប្រឹងឲ្យអស់សមត្ថភាពដើម្បីខ្ញុំអាចគុតផ្គង់ខ្ញុំអាចឲ្យអ្វីដែលខ្ញុំអាចធ្វើទៅបានទៅខាងប្រទេសយើងវិញព្រោះមិនមែនមានកន្លែងណាដែលល្អទាំងអស់មិនមែនមានន័យថានៅកន្លែងណាអាក្រក់ទាំងអស់ដែរវាស្ថិតទៅលើផ្នត់គំនិតយើងមួយការគិតយើងនេះអញ្ចឹងយើងទាំងអស់គ្នាក៏ពិតអាចជួយវាថាមួយដៃមួយជើង បាទ យើងកុំគិតអីតែអាក្រក់ពេកគិតអីទៅមើលទៅផ្នែកល្អខ្លះទៅព្រោះយើងគិតថាប្រៀបធៀបស្រុកទេសយើងមួយស្រុកទេសអ្នកផ្សេងទៀតគឺយើងល្អជាងគេច្រើនណាស់អញ្ចឹងបើយើងនៅតែបដោតតាំងស្រុកទេសយើងអញ្ចឹងស្រុកទេសគេយើងអញ្ចោខ្ញុំគិតថាហ្នឹងគឺយើងអត់មានការរីកចម្រើនទេអញ្ចឹងខ្ញុំតែងតែនិយាយថាខ្ញុំកម្មជាប់ពាក្យចិនមួយថាបើអត់មានប្រទេសក៏អត់មានផ្ទះដែរអញ្ចឹងប្រទេសធំអញ្ចឹងបើយើងអាចជួយឲ្យបានយើងធ្វើហ្នឹងទៅតាមផ្នែកដែលយើងអាចធ្វើទៅបាន Do you have any final questions? No, I didn't do it. Okay អញ្ចឹងខ្ញុំមាន final សំណួរមួយជូនទៅដល់ខាងបងមានសំណួរមួយអីដែលថាបងចង់ ask ទៅ next guest គឺយើងនឹង ask ទៅ next guest នៅក្នុង podcast ក្រោយ ឲ្យសួរសំណួរទៅគេវិញខ្ញុំដូចអត់ចេះសួរ ចេះតែឲ្យគេសួរ podcast ទៅក្រោយណាគេអត់តន់ដឹង We don't know yet. អូសំណួរនេះល្អណាស់ ចិត្តតែគិតសុំគិតរៀងយូរតិចអូខេបងគិត Anh cắt sân một chồng ngày sai của ណែកាត់សិនបាទ គិតទៅបានគិតទៅបានចេញអាចទៅក្រោយ we just put it somewhere. ខ្ញុំ take out Okay. Okay Cool. So Okay we wrap. we're going to wrap this up អរគុណច្រើនបងបាទ អរគុណច្រើន Thank you for your time បង Sick. I was gonna ask like a